ជំរាបសួរអង្គពូមីងបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំមកចែកម្លែកពីវិធីសាស្ត្រដែលនាងខ្ញុំតែងតែអនុវត្តជាប្រចាំថ្ងៃហើយឃើញផលជាទីគប់ចិត្តផងដែរខ្ញុំចង់បញ្ជាក់ថានៅក្នុងវីដេអូនេះបើសិនជាបងណាដែលគាត់មានបញ្ហាចាសក់គាត់ជ្រុះខ្លាំងណាបងប្អូនហើយគាត់ប្រើប្រាស់ចាផលិតផលអ្វីក៏អត់ឃើញប្លែកអត់ឃើញផលអីគាត់អាចងាកមកធ្វើជាលក្ខណៈប្រេងអបសក់បែបធម្មជាតិនេះបានវាអត់ពិបាកធ្វើទេបងប្អូនចាហើយមួយវិញទៀតក៏អត់មានហានិភ័យក្នុងការប្រើប្រាស់ទៅមានផលប៉ះពាល់ដល់ស្បែកក្បាលឬក៏សរសៃសក់របស់បងឡើយចាអញ្ចឹងសម្រាប់បងណាដែលជឿជាក់គាត់អាចសាកធ្វើបានណាហើយចំពោះគ្រឿងផ្សំគឺនឹងខ្ញុំបង្ហាញនៅក្នុងវីដេអូនេះបងប្អូនមើលពីដើមដល់ចប់ណាចានេះជាស្លឹកកទ្រូបសោះដែលជាគ្រឿងផ្សំសំខាន់នៅក្នុងការធ្វើប្រេងអបសក់របស់យើងវាពិតជាមានអត្ថប្រយោជន៍ច្រើនខ្លាំងមែនតើចំពោះស្លឹកកទ្រូបស្រស់នេះចាហើយបើនិយាយពីក្លិនវិញគឺឈ្ងុយឈ្ងប់តែម្ដងយើងយកទៅប្រើការបានច្រើនមែនតើដូចជាធ្វើជាឱសថចាធ្វើជាម្ហូបអាហារក៏បានដែរពេលដែលយើងស្លុកអីហ្នឹងយើងអាចយកស្លឹកកទ្រូបមកធ្វើជាគ្រឿងផ្សំមួយដែលមានក្លិនឈ្ងុយឆ្ងាញ់តែម្ដងចាតែថ្ងៃនេះខ្ញុំលើកយកមកធ្វើជាប្រភេទប្រេងព្យាបាលសក់ជ្រុះខ្លាំងហើយក៏ដូចជាជួយកាត់បន្ថយសក់ស្កូវចំពោះបងប្អូនដែលមានបញ្ហាឡើងស្កូវចាច្រើនខុសធម្មតាទាំងវ័យក្មេងចាមិនទាន់ចាស់ផងនោះគឺឡើងស្កូវឡើងពេញក្បាលតែម្ដងអញ្ចឹងគាត់អាចប្រើប្រាស់ជាមួយនឹងប្រេងនេះបានវាជួយកាត់បន្ថយបានច្រើនខ្លាំងមែនតើចាហើយថ្ងៃនេះផងដែរគឺខ្ញុំបេះពីដើមស្រស់ហ្មងបងប្អូនចាយកមកធ្វើជូនដល់បងដែលគាត់ជួយឲ្យនាងខ្ញុំធ្វើឲ្យគាត់ណាចាតាមពិតទៅខ្ញុំមិនមែនជាអ្នកធ្វើលក់អីច្រើនឯងមានបងប្អូនខ្លះគាត់តែងតែសួរខ្ញុំចាខ្ញុំក៏តែងតែប្រាប់គាត់ជារឿយថានាងខ្ញុំគាត់ទៅធ្វើវីដេអូចែកម្លែកតែប៉ុណ្ណោះចាដោយសារតែខ្ញុំរលុយតាម Facebook ចឹងណាជា MMO ម្នាក់ដែរចាអញ្ចឹងហើយខ្ញុំនឹងខិតខំប្រឹងប្រែងរកវីដេអូណាល្អចែកម្លែកដល់បងប្អូនទាំងអស់គ្នាប៉ុន្តែបើសិនជាមានចំណុចខ្វះខាតត្រង់កន្លែងណាមួយនោះក៏សូមអធិស្ឋានដល់បងប្អូនទាំងអស់គ្នាផងពួកខ្ញុំក៏មិនមែនជាអ្នកជំនាញអីណាដែរប៉ុន្តែអ្វីដែលនាងខ្ញុំយកមកបង្ហាញនេះគឺខ្ញុំបានសាកប្រើខ្លួនឯងក៏ដូចជាប្រើតែគ្រឿងផ្សំបែបធម្មជាតិទាំងអស់ចាដូចជាប្រេងដូងប្រេងអូលីវស្លឹកកទ្រូបអីហ្នឹងគឺសិតតែជាប្រភេទប្រេងធម្មជាតិដែលធ្វើដោយខ្លួនឯងលើកឡើងតែប្រេងអូលីវគឺយើងទិញមកពីផ្សារទំនើបដូចនៅក្នុងវីដេអូនេះចឹងគឺខ្ញុំប្រើនៅប្រេងអូលីវល្អតែម្ដងដែលទិញពីផ្សារទំនើបបងប្អូនចាចំពោះបងប្អូនណាដែលគាត់ចង់ធ្វើគាត់អាចធ្វើតាមនាងខ្ញុំបានចំពោះបរិមាណប្រេងយើងដាក់ប្រេងអូលីវមុនក៏បានប្រេងដូងមុនក៏បានអត់បញ្ហាទេយើងធ្វើមកចាក់ឲ្យមួយលិចចានៃបរិមាណសាច់ស្លឹកកទ្រូបដែលយើងបុកម៉ត់ហើយចានេះខ្ញុំបុកម៉ត់ហើយគឺខ្ញុំដាក់បរិមាណប៉ុណ្ណាពេលដែលយើងចាក់ប្រេងទៅគឺឲ្យវាមកលិចល្មមទៅបងប្អូនមិនបាច់វល់ជាលីត្រជាអីក៏បានដែរចានេះខ្ញុំធ្វើរៀងច្រើនដែរបងប្អូនចាអញ្ចឹងហើយខ្ញុំចាក់ប្រេងអូលីវចូលមុនមកលិចប៉ុណ្ណឹងហើយបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមយកវាទៅដាក់ចំណិនលើចង្ក្រានភ្លើងចាហើយឆ្នាំ2ដោយសារបើខ្ញុំដាក់ទាំងអស់ទៅវាច្រើនពេកចឹងទៅវាស្លឹកកទ្រូបរបស់យើងពេលដែលយើងងាស់ទៅវាអត់ងាយក្រៀមល្អទេចាអញ្ចឹងខ្ញុំរំលែកវាជា2គឺឆាប់ក្រៀមល្អហើយវាចេញពណ៌ស្អាតតែម្ដងចាចំពោះការចម្អិននៅលើភ្លើងនេះគឺយើងប្រើរយៈពេលប្រហែលជា20នាទីទៅ30នាទីដើម្បីឲ្យស្លឹកកទ្រូបរបស់យើងនឹងវាឡើងក្រៀមរៀងស្រួយទៅបានយើងបិទភ្លើងបងប្អូនចាដូចក្នុងវីដេអូនេះអញ្ចឹងចាគឺយើងកូរវារហូតចាបងប្អូនឲ្យដាក់ភ្លើងកុំខ្លាំងពេកដាក់ភ្លើងល្មមហើយចាំយើងអាសាកូរវាហើយនេះលទ្ធផលដែលយើងចម្អិនវារយៈពេល30នាទីមកហ្នឹងគឺស្លឹកកទ្រូបរបស់យើងវាប្រែពណ៌រាងក្រហមហើយឡើងស្រួយគឺយើងបិទភ្លើងតោះមកយើងសបាយកមកដាក់ត្រាំជាមួយកធុនទឹកឲ្យវាឆាប់ចុះត្រជាក់លឿនចាជៀសវាងកុំឲ្យវាបាត់បង់សារធាតុចិញ្ចឹមកាន់តែច្រើនទៀតណាធម្មតាកាលណាយើងចម្រាញ់បែបក្តៅអញ្ចឹងវាបាត់បង់អស់ខ្លះហើយប៉ុន្តែគុណភាពនៅតែល្អខ្លាំងដដែលចាហើយវាអាចទុកបានយូរចាជាងឲ្យយើងត្រាំស្រស់បងប្អូនចា
តបមកខ្ញុំប្រើការខ្ញុំត្រូវដាក់ស្បៃច្រោះបែបហ្នឹងយកកាកវាចេញអានេះគឺលទ្ធផលប្រេងរបស់យើងគឺរួចរាល់ហើយចាបន្ទាប់មកទៀតពេលដែលយើងច្រោះហើយចឹងបងប្អូនអាចរក្សាទុកនៅក្នុងដបប្រើប្រាស់បានចំពោះការប្រើប្រាស់គឺយើងអាចទុកបានចូលរាប់ឆ្នាំមកបងប្អូនអត់ងាយខូចទេដោយសារតែយើងចម្រាញ់បាច់ផ្ដៅចឹងណាចាហើយចំពោះពេលដែលបងប្អូនពូតចឹងហើយបងប្អូនលាយជាមួយនឹងប្រេងដូងត្រជាក់បន្ថែមទៀតកាន់តែល្អខ្លាំងតែម្ដងចានេះខ្ញុំចាប់ដើមច្រកចូលដបហើយចំពោះដបមួយហ្នឹងគឺខ្ញុំបានដាក់ប្រេងដូងត្រជាក់នៅខាងក្រោមហ្នឹងតែនេះខ្ញុំអត់បានថតចាគឺធ្វើឲ្យប្រេងរបស់យើងកាន់តែមានប្រសិទ្ធភាពខ្លាំងផងដែរចាចឹងសម្រាប់បងណាដែលគាត់មានបញ្ហាអាចសាក់លបងបានចាខ្ញុំធានាជូនថាបងប្អូនអប់តែ2ទៅ3ដងសក់បងប្អូនធ្លាប់ឈឺទាំងក្តាប់វាប្រែអន់មកនៅសល់តែ2ទៅសៃឬ3ទៅសៃហ្នឹងគឺអស់ហើយបងប្អូនសាក់ប្រើបានចាចំពោះការប្រើគឺអត់ប្រហែលឲ្យបងប្អូនអប់ឲ្យសពស្បែកក្បាលហើយទុកចោលរយៈពេលកន្លះម៉ោងទៅ1ម៉ោងចាំបងប្អូនកក់ស្ប៊ូចេញជាការស្រេច